រឿងនៅថ្ងៃនេះអាចទោះជាការសម្ងាត់បានទេសាច់បងរីករាយថ្ងៃកំណើតខ្ញុំស្រឡាញ់បងអំណោយខួបកំណើតខ្ញុំទទួលបានហើយអរគុណសម្រាប់ពាក្យជូនពរបាយបាយទាំងអស់គ្នាបារម្ភពីម៉ាក់នឹងហើយបារម្ភម៉ាក់រឿងអីបារម្ភពីតូបមីនិងបារម្ភខ្លាចម៉ាក់មើលថែខ្លួនឯងមិនបានល្អខ្ញុំប្រាប់ឯងស្រឡាញ់មនុស្សម្នាក់ពិបាកខ្លាំងណាស់ប៉ុន្តែខ្ញុំជ្រើសរើសវិធីល្ងងបំផុតដោយចាំឯងនៅខាងក្រោមព្រោះខ្ញុំពិតជាចង់ជួបឯងខ្លាំងណាស់អាមួយនេះឆ្ងាញ់ខ្លាំងណាស់ឯងចង់ញ៉ាំអីចាំខ្ញុំចាំមិនឯងញ៉ាំនិយាយពិតដែរអត់ទេពួកជើងមិនទាន់នៅជាមួយគ្នាទេដូច្នេះមិនបានចង់ធ្វើត្រឹមមិត្តទេថ្ងៃនេះមានសំក្រុមភ្លេងចង់ទៅលេងទេក្តីសម័យខ្ញុំគឺចង់រៀននៅសាលាតន្ត្រីក្រៅប្រទេសបើខ្ញុំត្រូវជ្រើសរើសជាមួយប្រធាននិស្សិតខាងសាលានឹងផ្ដល់រង្វាន់ដល់ខ្ញុំអាចទៅរៀនក្រៅប្រទេសបានហើយម្យ៉ាងទៀតបាយមកផ្ដល់កិច្ចការថ្មីដល់ឯងឲ្យឯងខ្លាយទៅជាប្រធាននិស្សិតបែបនេះទទួលបានហើយការពិតគឺចង់ឲ្យខ្ញុំខ្លាចជាប៉ាងទី2ខ្លាចជាយើងទី2សម្អាងលើចរិតឯងពេលនេះមែនទេផ្ដល់ឱកាសឲ្យខ្ញុំល្អណៃផងបានទេបើសិនជាជួបគ្នាក៏សួរស្រួលគ្នាវិញសួរស្រួលគ្នាហើយក៏ជួបគ្នាទៀតអញ្ចឹងស្រស់ស្រួលគ្នាវិញទៅបានហើយតស៊ូជាមួយគ្នាមិនថៃរឿនណាទេខ្ញុំនឹងជ្រើសយកឯង